ជម្រាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងអាណាព្យាបាលទាំងអស់គ្នាវីដេអូនេះរឿងវែងបន្តិចខ្ញុំធ្វើអំពីការចូលប្រឡងចុងឆ្នាំដើមឆ្នាំឲ្យខាមនឹងហើយនឹងដើម្បីទាញយកវិញ្ញាបនបត្រផ្សេងនៅក្នុងនេះបាទតែបន្ទោរឿងវែងបន្តិចបាទអញ្ចឹងចូលរាប់ទាំងនេះចូលទៅអនុវិស័យការអប់រំបឋមសិក្សាចូលកន្លែងសិស្សថ្នាលបឋមថ្មីរួចចូលដល់ផ្ទាំងនេះលោកគ្រូគាត់ទៅចូលទៅកន្លែងឈ្មោះរបស់យើងមកបើសិនរបស់សិស្សឈ្មោះសិស្សមកចុចលើឈ្មោះមករួចយកកន្លែងតាមកន្លែងតេស្តអាចស្រ័យកន្លែងតេស្តណាយកកន្លែងតេស្តរួចឃើញហើយមានផ្ទាំងបែបនេះមានអីគេអញ្ចឹងយើងផ្ដោតសំខាន់ទៅលើការប្រឡងដើមឆ្នាំចុងឆ្នាំបាទគេថាខាមនឹងអញ្ចឹងលោកគ្រូចុចលើនឹងមកឬហើយនៅក្នុងនេះវាមានគណិតវិទ្យានិងភាសាខ្មែរអញ្ចឹងនៅក្នុងនេះវាមាន50សំណួរបាទយើងរកថាចុចគណិតមកនេះមាន50សំណួរធ្វើរយៈពេល1ម៉ោងអញ្ចឹងបើសិនចង់ប្រឡងនេះចុចចាប់ផ្ដើមមកគឺប្រឡងបានធម្មតាទេខ្ញុំអត់ប្រឡងទេខ្ញុំធ្វើប័ណ្ណបង្ហាញបាទអញ្ចឹងបន្ទាប់ពីប្រឡងរួចលោកគ្រូចង់មើលប្រព័ន្ធនៃការតេស្តរបស់សិស្សម្នាក់តែគាត់បាននៅទេសអីបានបន្ទុកអីតាមដានរបស់គាត់អញ្ចឹងណាបាទឬបើណាព្យាបាលចង់តាមដានរបស់កូននេះចូលមកយើងចង់មើលលទ្ធផលរបស់កូនតែសម្រាប់ផ្ទះនេះបើសិនជាបាននៅទេស A គឺយើងគឺស្នាភាព2បើបានសរសើរ1បាទបើសិនជាអត់បាននៅទេស A ទេគឺអត់បានសរសើរទេបាទអញ្ចឹងមុននឹងចូលទៅមើលលទ្ធផលអញ្ចឹងយើងចុចឲ្យកន្លែងនេះកន្លែងនេះដែលខ្ញុំគូនេះបាទចុចមកបាទឬហើយចូលដល់ផ្ទាំងនេះគឺមាននេះវាមាននេះគ្រាវឆ្នាំទី4ខាមនេះខ្ញុំប្រឡងបានចិត្តគ្រប់សិស្សដែរហើយអញ្ចឹងអ្នកដែលបានដែលលោតសញ្ញានេះសញ្ញាបានសរសើរនេះបានថាគាត់ប្រឡងបាននេះទេ A ដូចជាគណិតវិទ្យានេះបានទេ A ហើយអង្គធឿននេះភាសាខ្មែរបានទេ A ដូចគ្នាឃើញទេយើងមិនថាគាត់ប្រឡងបានទាំងអស់បាទគាត់បាន 9.2 អញ្ចឹងបានបន្ទុកខ្ពស់មែនទែននេះ 9.4 នេះទេ A ឃើញនេះទេ A អញ្ចឹងថ្នាក់ភាគ2នឹងឲ្យបានសរសើរមួយអញ្ចឹងវីដេអូរៀងវែងបន្តិចបាទគ្រូអញ្ចឹងបើសិនតែចង់បានសរសើរយើងគ្រូគាត់ចុចទៅលេខលើបានសរសើរមកនេះអង្គច័ន្ទធឿនបានសរសើរនេះយើងបានបាត់បញ្ជាក់ការសរសើរនេះបានសរសើរហើយក៏បានទេ A នេះគណិតវិទ្យាប្លង់ខាមនេះដាក់នឹងស្រេចបាទដើម្បីយកបានសរសើរបានគ្រូគាត់ទៅចុចកន្លែងទាញយកនេះមកគ្រូវាលោតទៅបាន photo លោតទៅក្នុងទូរស័ព្ទហើយបាទនៅកន្លែងទូរស័ព្ទហើយបាទអញ្ចឹងវីដេអូនេះរៀងវែងបន្តិចបាទសូមអរគុណសូមចុចsubscribe ផងដើម្បីទទួលបានវីដេអូថ្មីៗនៃការលើកទឹកចិត្តឲ្យខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាបាយបាយ